ជំរាបសួរមកពីបងប្អូនទាំងអស់គ្នានៅថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនពីរបៀបធ្វើបង្អែមជីកទីបងប្អូនណាចាបង្អែមគឺថាងាយស្រួលធ្វើឲ្យបងប្អូននេះគឺជាគ្រឿងផ្សំរបស់នាងខ្ញុំបងប្អូនណាគឺថាមានដូចជាចេកនិងវ៉ាទុំចំនួន14ផ្លែខ្ទិះដូងចំនួន400មីលីលីត្រស្ករចំនួន1ខាប់ស្គ្រាប់សាគូចំនួនកន្លះខាប់អំបិលកន្លះស្លាបព្រាកាហ្វេនិងទឹកចំនួន4ខាប់បងប្អូនណាចាឥឡូវគឺថានេះខ្ញុំបានយកចានធំមួយមកដាក់ទឹកហើយនេះខ្ញុំបានយកអំបិលកន្លះស្លាបព្រាកាហ្វេមកដាក់នៅក្នុងទឹកនឹងនេះជាចេករបស់នាងខ្ញុំបងប្អូនណាគឺថាមានចំនួន14ផ្លែដូច្នេះនាងខ្ញុំបានបកសម្បកចេកហ្នឹងហើយនាងខ្ញុំក៏បានកាត់ចេកហ្នឹងមួយជា4ចំណែកបងប្អូនណាការកាត់ចេកនេះគឺថាបងប្អូនអាចកាត់ទៅតាមចំណង់ចំណូលចិត្តបងប្អូនណានាងខ្ញុំបានយកចេករបស់នាងខ្ញុំដាក់ចូលនៅក្នុងទឹកអំបិលបងប្អូនណាចាដូច្នេះនាងខ្ញុំបានបន្តការបកចេករបស់នាងខ្ញុំរហូតដល់តែអស់បងប្អូនចាការយកចេកមកធ្វើជាខ្ទិះគឺថាបងប្អូនត្រូវយកចេកណាដែលថាមិនសូវទុំខ្លាំងហើយក៏មិនខ្ចីខ្លាំងដែរបងប្អូនយកចេកទុំល្មមបងប្អូនណាចាដូច្នេះនាងខ្ញុំបានលាងចេកនឹងបងប្អូននេះឃើញចេញជាតិសនឹងជាតិនឹងគឺថាធ្វើឲ្យចេកយើងចត់ដែរបងប្អូនណាដូច្នេះបងប្អូនត្រូវលាងសម្អាតឲ្យស្អាតចាដើម្បីឲ្យបង្អែមយើងមានរសជាតិឆ្ងាញ់ចានាងខ្ញុំបានលាងប្រហែលជា3ដងបងប្អូនចាលាងឲ្យច្រោះដើម្បីឲ្យអស់ជាតិចត់ហ្នឹងបងប្អូនណាចាបន្តមកទៀតនាងខ្ញុំក៏បានដាក់ចេកនឹងឲ្យច្រោះទឹកបងប្អូនចាឥឡូវគឺថានាងខ្ញុំបានយកគ្រាប់សាគូរបស់នាងខ្ញុំមកលាងទឹកឲ្យបងប្អូនណាចានាងខ្ញុំលាងប្រហែលជា3ទឹកដែរចាលាងហើយក៏នាងខ្ញុំបានដាក់ត្រាំទឹកចំនួន5នាទីមុននឹងយកមកចម្អិនបងប្អូនណាចាឥឡូវគឺថានេះខ្ញុំបានយកឆ្នាំងមួយហើយខ្ញុំបានចាក់ទឹកចំនួន4ខាប់ចូលហើយបានដាំឲ្យពុះបងប្អូនណាចាបន្តមកទៀតខ្ញុំបានយកចេករបស់នេះខ្ញុំចាក់ចូលនៅក្នុងឆ្នាំងហ្នឹងហើយនេះខ្ញុំបានកូរឲ្យវាបែកពីគ្នាបងប្អូនណាចាដើម្បីកុំឲ្យជាប់គ្នាបងប្អូនបន្តមកទៀតគឺថានេះខ្ញុំបានដុសពពុះចេញបងប្អូនណាចាដើម្បីឲ្យបង្អែមនេះគឺថាថ្លាបានល្អចាជាគ្រាប់សាគូដែលនាងខ្ញុំបានតាមចំនួន5នាទីបងប្អូនណានាងខ្ញុំក៏បានយកទឹកចេញហើយនាងខ្ញុំក៏បានយកគ្រាប់សាគូដាក់ចូលនៅក្នុងឆ្នាំងបងប្អូនពេលណាបងប្អូនដាក់គ្រាប់សាគូចូលបងប្អូនត្រូវអាសាកូរបងប្អូនណាដើម្បីការពារកុំឲ្យគ្រាប់សាគូយើងកកដុំចាបន្តមកទៀតថានាងខ្ញុំបានចំអិនគ្រាប់សាគូនិងចេកនឹងចំនួន5ទៅ7នាទីដើម្បីឲ្យគ្រាប់សាគូនិងចេកបានឆ្អិនបានល្អណាចាហើយនាងខ្ញុំក៏បានដាក់ខ្ទិះដូងចំនួន1កំប៉ុងដែលមានចំនួន400មីលីលីត្របន្តមកទៀតនេះក៏បានកូរដើម្បីឲ្យខ្ទិះដូងហ្នឹងបានចូលសព្វល្អបងប្អូនណាចាហើយទៅគ្រាប់សាគូរបស់នេះខ្ញុំបានឆ្អិនល្អគឺថាពណ៌សថ្លាបងប្អូននៅពេលនេះខ្ញុំក៏បានដាក់អំបិលចំនួនកន្លះស្លាបព្រាកាហ្វេស្ករចំនួន1ខាប់ចូលនៅក្នុងឆ្នាំងហើយខ្ញុំក៏បានកូររហូតទាល់តែស្ករនិងអំបិលបានរលាយបងប្អូនណាចានេះខ្ញុំក៏បានទុកឲ្យមកពុះចឹងទៅចាឥឡូវគឺថាបង្អែមរបស់នេះខ្ញុំបានឆ្អិនរួចរាល់ហើយបងប្អូនណាចាដូច្នេះបងប្អូនអាចញ៉ាំបង្អែមនៅពេលក្តៅក៏បាននៅពេលបង្អែមត្រជាក់ក៏បានដែរបងប្អូនណាចាឥឡូវនេះសូមជើញបងប្អូនមកញ៉ាំជាមួយនាងខ្ញុំបងប្អូនណាគឺថាបង្អែមគឺថាធំក្លិនឈ្ងុយដូងបងប្អូនហើយធំក្លិនឈ្ងុយចេកដែរបងប្អូនណាចាអរគុណបងប្អូនច្រើនចាបាយបាយ